ជាអាកាសមួយល្អបាទបាទដោយបងនិយាយទៀតថាស្រុកយើងពងក៏មានសន្តិភាពអញ្ចឹងល្អគាត់កុំឲ្យខ្លាចពីរឿងវិនិយោគមកនេះជាបងនិយាយផ្ទាល់បាទបងបាទមានអីសោះហ្នឹងឲ្យបងនិយាយកុហកបាទនិយាយបាទបងអនុវត្តរួចហើយអនុវត្តខ្លួនឯងជាស្ដែងបណ្ដោយបាទអញ្ចឹងចំពោះបងអូខេមានជំនឿ 100% បាទហ៊ានចោះមកចេញមុខវិនិយោគចំណាយដូចថានិយាយចំទាំងអស់បាទតែតើឥឡូវនេះពងអាណិត work ជាមួយបងប្អូនខ្មែរយើងដែលមានសក្តានុពលឬមាន skill អីផ្សេងទៀតដើម្បីជួយពង្រីកជីវកម្មជួយសេដ្ឋកិច្ចខ្មែរយើងបាទន័យថាយើងនៅខាងក្រៅឥឡូវបានជួយអីបើមកតែបោះទុនវិនិយោគនៅស្រុកខ្មែរយើងមានធនធានល្មមក៏យើងអាចរកស៊ីតាមទំហំសហគ្រាសរបស់យើងដែលយើងមានបំណងចង់វិនិយោគព្រោះឱកាសមានច្រើនមែនទែនដូចដែលបងបានបញ្ជាក់អញ្ចឹងបងផ្នែកឯកសារទៅអ្នកខ្លះគាត់មានគម្រោងខាងagriculture ខាងកសិកម្មខាងឧស្សាហកម្មអញ្ចឹងជារួមមកបងមានអីជាការបន្ថែមចុងក្រោយផ្ដល់អនុសាសន៍ចុងក្រោយទៅដល់ពុកម៉ែបងប្អូនជាពិសេសបងប្អូនអនិកជនខ្មែរនៅខាងក្រៅប្រទេសមិនមែនសម្រាប់តែអាមេរិកទេនៅតាមបណ្ដាប្រទេសនៅឯវាយសមុទ្រទាំងអស់ដែលបារម្ភដែលខ្លាចឬក៏ចង់មកវិនិយោគដែរតែអត់ទាន់ហ៊ានសម្រេចចិត្តចាសូមជឿអញ្ចឹងសូមបញ្ចប់បាទបងប្អូនបើសិនមានគំនិតបាទបើសិនមានចក្ខុវិស័យណាមួយបាទស្រុកខ្មែរយើងឥឡូវនេះមានឱកាសច្រើនបាទទៅស្រុកប្រទេសមានសន្តិភាពថ្នាក់ដឹកនាំក៏មានទេពកោសល្យខ្លាំងបាទអញ្ចឹងបើសិនដូចខ្ញុំនិយាយផ្ទាល់បាទថាបើសិនខ្ញុំមិនបានធ្វើខ្លួនឯងទេខ្ញុំអត់និយាយទិសដៅបាទខ្ញុំអនុវត្តខ្លួនឯងបាទអនាគតទៅខ្ញុំនឹងបង្កើតវិជាកម្មផ្សេងទៀតឥឡូវនេះស្ថិតនៅការរៀបចំ vocational training ខ្មែរដើម្បីចានៅក្នុងវគ្គបណ្ដុះបណ្ដាលទៅដោយចាបាទនៅមាន program នឹងទៀតអនាគតនឹងសហការជាមួយសាលាផ្សេងទៀតដើម្បីបណ្ដុះបណ្ដាលវិកជនកូនចៅខ្មែរយើងបាទខ្មែរយើងហើយទៅបងក៏ស្វែងរកដៃគូដើម្បីវិនិយោគជា shareholder ជាមួយក្រុមហ៊ុនផ្សេងទៀតដែលតែពងបង្កើតពិសេសបងក្រុមហ៊ុនខ្មែរយើងមាន app មានទំនើបច្រើនណាបងបានទៅប្រជុំជាមួយ CEO ជាមួយ board គេហើយទៅបងក៏មានចំណាប់អារម្មណ៍មកចង់ទិញ share គេដែរបាទប៉ុន្តែច្រើនណាស់ឱកាសច្រើនណាស់ព្រោះធម្មតាយើងម្នាក់ឯងមិនអាចធ្វើអីគ្រប់មុខទេអញ្ចឹងយើងអាចបើសិនតែគាត់មានចិត្តហើយកុំខ្លាចបាទដូចថាបើសិនគាត់មិនចង់រៀបចំខ្លួនឯងទេគាត់អាចជា shareholder បាទថានឹងច្រើនណាស់ខ្មែរបងខ្ញុំខ្លាចតែបងថាចំទៅខ្មែរយើងគេថាទៅ country អញ្ចឹង undeveloped បាទចានៅក្នុងប្រទេសកំពុងអភិវឌ្ឍបាទកំពុងអភិវឌ្ឍប៉ុន្តែអ្នកដែលមានស្នាដៃច្រើនបាទអ្នកបកែឆ្លើយវិញច្រើនទៀតបាទអញ្ចឹងបើសិនតែគាត់មានលុយមានដើមទុនវិនិយោគអត់ខុសហើយបាទចាអរគុណមែនតើអរគុណបងនាឌីសម្រាប់ការចែករំលែកដល់បទពិសោធន៍ផ្ទាល់នៅក្នុងការស្វែងយល់អំពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាជាពិសេសគឺសម្រាប់បងប្អូនខ្មែរនៅឯខាងក្រៅប្រទេសជាអនិកជនខ្មែរឬក៏ធ្លាប់តែរស់នៅប្រទេសទី2ទី3ហើយគាត់បារម្ភភ័យខ្លាចថាអូប្រហែលជាមកស្រុកអត់មានអីញ៉ាំទេអត់មានកន្លែងស្នាក់នៅទេមិនលំដាប់ទេឬក៏ការធ្វើដំណើរមិនសុវត្ថិភាពទេបងមុតរ៉េនឌីជាសាក្សីផ្ទាល់ដែលបងបច្ចុប្បន្ននេះមានអាជីវកម្មរបស់ខ្លួនដែលមានទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជាហើយបានជួយសម្រួលទៅដល់បងប្អូនខ្មែរយើងដែលគាត់មានបំណងទៅខាងប្រទេសទៅកាន់សហរដ្ឋអាមេរិកប៉ុន្តែយ៉ាងណាក៏ដោយមានវិស័យផ្សេងជាច្រើនទៀតដែលបងរ៉េនឌីបានមើលឃើញផ្ទាល់ដូចជាវិស័យកសិកម្មឬក៏ពាក់ព័ន្ធជាមួយនឹងវិនិយោគទៅលើវិស័យបច្ចេកវិទ្យា technology AI ដែលរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1ដែលផ្ដោតលើមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាអញ្ចឹងឱកាសមានច្រើនមែនទែនស្របពេលដែលយើងគឺជាប្រទេសកំពុងអភិវឌ្ឍប៉ុន្តែយើងមានសន្តិភាពនិងស្ថិរភាពនយោបាយដែលជាគ្រឹះដ៏សំខាន់នៅក្នុងការផ្ដល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសជាពិសេសយើងលើកទឹកចិត្តទៅដល់បងប្អូនខ្មែរមានលទ្ធភាពសូមត្រឡប់មកជួយប្រទេសជាតិរបស់ខ្លួនវិញតាមលទ្ធភាពដែលអាចធ្វើទៅបានអរគុណសម្រាប់ការតាមដានទស្សនានៃកិច្ចសម្ភាសន៍នៅពេលនេះខ្ញុំសដាវ៉ាន់និងលោកមុតរ៉េនឌីដែលជាស្ថាបនិកក្រុមហ៊ុនមុត Communication សូមអរគុណសូមគោរពលា